ស្ដីបងប្អូននេះមកបង្ហាញរបស់ដែលឆ្ងាញ់មួយនេះបងប្អូនអើយបងប្អូនផៃអាចនឹងស្គាល់នេះប្រភេទប៉េងប៉ោះសោមអានឹងទុំឆ្ងាញ់ណាទៅបេះអាណាទុំជូរអែមវ៉ាវច្រើនណាស់លើខ្ញុំបេះសិនវ៉ាវល្អណាស់នេះច្រើនណាស់អូច្រើនមែនតើទុំនិយាយរួមវាជូរអែមឆ្ងាញ់ប្រភេទពួកអាប៉េងប៉ោះសោមនឹងនេះទុំឡើងមួយកណោហើយមួយដើមហ្នឹងគឺខ្ញុំមកប្រហែលដងនេះបែបបាន2ដងហ្នឹងហើយទុកម្ដុំសិនដាក់នេះម្ដុំសិនអត់បានយកថងមកណូបេះដាក់លើដាក់ម្ដុំសិនបេះវាហើយខ្ញុំនឹងធ្វើការញ៉ាំបង្ហាញថាវារសជាតិយ៉ាងម៉េចពណ៌វាយ៉ាងម៉េចទៅពេលវាទុំអញ្ចឹងណានេះឥឡូវខ្ញុំហឺអាឈូសវាទុំទៅវាស្វិតទៅវាចាប់ដើមជ្រុលការក្មេងចូលចិត្តណាទៅទៅគ្វាគោគ្វាអីចឹងណាយើងដើរក្នុងព្រៃឃើញវាអ្នកដែលធ្វើដំណើរតាមហ្នឹងឃើញខ្ញុំបែរយើងទៅឆ្ងល់ទៀតដឹងថាហ្នឹងរបស់ឆ្ងាញ់ណាមើលផ្លែច្រើនណាផ្លែច្រើនណាឃើញច្រើននេះខ្ញុំស៊ូមបន្តិចវិញច្រើនណាស់ដល់ឡើងស្ញើឡើងពេញហ្នឹងហ្មងនេះទៀតនេះមូឡើងច្រើនម្ដើមមានម្ដើមហ្នឹងអាហ្នឹងតែពេលវាទុំជ្រុះស្វិតទៅវាចាប់ដើមជ្រុះហើយហ្នឹងហើយឥឡូវដូចជាអស់ហើយអញ្ចឹងទៅមើលខ្ញុំទៅដល់កន្លែងខ្ញុំនឹងធ្វើជាវីដេអូរបៀបបង្ហាញសាច់វាវិញដោយសារវាច្រើនពេកអញ្ចឹងខ្ញុំពិបាកកាន់អត់មានអីដែរហ្នឹងហើយកុំភ្លេចតាមដានទាំងអស់គ្នាណាអូយន្តហោះហោះណោះបងអូនឯងអូវ៉ាវបាទឥឡូវនេះគឺប៉េងប៉ោះសោមដែលខ្ញុំបានបេះមិញហ្នឹងបានម្ដាយធំណាស់ហ្នឹងហើយអញ្ចឹងខ្ញុំនឹងទៅដល់កន្លែង office វិញខ្ញុំនឹងបង្ហាញអំពីសាច់វាថាវាមានរសជាតិម៉េចតែពិតរសជាតិវាគឺវាជូរអែមឆ្ងាញ់អញ្ចឹងណានេះខ្ញុំដាក់កាមេរ៉ាខាងមុខវិញឃើញថាសម្រាប់ពណ៌ទុំវាគឺស្អាតហើយខ្ញុំនឹងទៅដល់កន្លែងវិញដោយសារថ្ងៃនេះធ្វើការមួយថ្ងៃអញ្ចឹងក៏ឆ្លៀតទៅចេញក្រៅបន្តិចនៅចិត្តនឹងដែរដើរមកកន្លែងខាងផ្លូវធំណាអញ្ចឹងក៏ឃើញប្រភេទប៉េងប៉ោះសោមហ្នឹងក៏ចង់បង្ហាញឲ្យបងប្អូនដោយសារបងប្អូនដែលគាត់អ្នកខេត្តអ្នកនៅស្រុកស្រែចំការគាត់អាចនឹងស្គាល់ប្រភេទប៉េងប៉ោះសោមនេះដោយសារវារសជាតិវាគឺជូរអែមឆ្ងាញ់ទីតាំងដែលខ្ញុំបេះនេះគឺនៅខាងពលាន
ថ្មីបាទហ្នឹងហើយឃើញឥឡូវឃើញទស្សនភាពថ្ងៃលេងអ្នកស្អាតណាស់ហើយជុំវិញនេះគឺដើមផ្កាស្នោហ្នឹងហើយអរគុណដល់បងប្អូននិងមិត្តភក្តិទាំងអស់គ្នាកុំភ្លេចតាមដានវីដេអូដែលខ្ញុំនឹងធ្វើការបង្ហាញអំពីការញ៉ាំប៉េងប៉ោះស្រោម